តើបងប្អូនមានដែលធ្លាប់មានពេលណាដែលបងប្អូនប្រកាសក្នុងចិត្តរបស់បងប្អូន 100% ថានឹងមានរឿងមួយនឹងអាចកើតឡើងប៉ុន្តែនៅចុងក្រោយវាបែរជាខុសស្រឡះតែម្ដងអំពីការគិតរបស់បងប្អូននោះឬក៏បងប្អូនធ្លាប់មានពេលណាដែលបងប្អូនជឿជាក់ទៅលើគំនិតរបស់ខ្លួនឯងយ៉ាងមុតមមរហូតដល់មិនព្រមស្ដាប់យោបល់ពីអ្នកដទៃហើយចុងក្រោយការគិតរបស់បងប្អូននោះគឺពិតជាបរាជ័យដោយសារតែបងប្អូនជឿជាក់លើខ្លួនឯងពេកយើងតែងតែគិតថាភាពជឿជាក់និងការមានភាពច្បាស់លាស់ 100% វាគឺជាគន្លឹះនៃភាពជោគជ័យប៉ុន្តែបងប្អូនដែលដឹងទេថានៅក្នុងពិភពលោកពិតរបស់យើងភាពច្បាស់លាស់ 100% វាគឺជាអារម្មណ៍បោកប្រាស់របស់យើងដ៏គ្រោះថ្នាក់បំផុតនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីគំនិតដ៏ស៊ីជម្រៅមួយដែលវានឹងផ្លាស់ប្ដូររបៀបដែលបងប្អូនមើលទៅលើពិភពលោកហើយនឹងការសម្រេចចិត្តរបស់បងប្អូនគំនិតនោះគឺការធ្វើនិគមកម្មឬក៏វិធីផ្ដុំបញ្ចូលគ្នានៃរូបវិទ្យាប្រៀបធៀបទៅនឹងការធ្វើនិគមកម្មឬក៏វិធីផ្ដុំបញ្ចូលគ្នានៃគណិតវិទ្យានៅក្នុងគណិតវិទ្យាបើបងប្អូនយក1បូកជាមួយនឹង1នោះវានឹងស្មើ2ហើយការស្មើ2នេះវាពិតជាត្រឹមត្រូវ 100% នេះហើយដែលយើងហៅវាថាជាការធ្វើនិគមកម្មនៃគណិតវិទ្យាព្រោះវាមានភាពច្បាស់លាស់តឹងរ៉ឹងហើយនឹងដាច់ខាតជានិច្ចប៉ុន្តែនៅក្នុងជីវិតពិតរបស់យើងគឺយើងច្រើនតែប្រើនិគមកម្មរូបវិទ្យាតើនិគមកម្មរូបវិទ្យានេះគឺជាអ្វីវាគឺជាការលូតរំលងនៃការសន្និដ្ឋានរបស់យើងឧទាហរណ៍ថារាល់ព្រឹកព្រះអាទិត្យរបស់យើងវាតែងតែរះពីទិសខាងកើតមកដោយសារតែវាតែងតែកើតឡើងជារៀងរាល់ដងរាប់មិនអស់បែបនេះទើបយើងក៏នៅតែសន្និដ្ឋានថាស្អែកព្រះអាទិត្យនឹងរះពីទិសខាងកើតដដែលហើយនេះគឺជារបៀបដែលយើងបានកសាងនៃការរំពឹងទុករបស់យើងចំពោះពិភពលោកមួយនេះប៉ុន្តែបងប្អូនដឹងទេថាបើយើងមើលតាមលក្ខណៈបច្ចេកទេសទៅនិគមកម្មរូបវិទ្យានេះវាមិនមានភាពច្បាស់លាស់ 100% ដោយគណិតវិទ្យានោះទេវាគ្រាន់តែជា probability ជាន់ខ្ពស់មួយតែប៉ុណ្ណោះហើយរាល់ការសន្និដ្ឋានបែបនេះតែងតែមានហានិភ័យបន្តិចបន្តួចមកជាប់នឹងវាជានិច្ចក៏ប៉ុន្តែតើវានឹងមានអ្វីកើតឡើងនៅពេលដែលយើងភ្លេចថាចំណេះដឹងរបស់យើងមានភាពធៀបដែលយើងហៅជាភាសាអង់គ្លេសថា relativity បងប្អូនដែលដឹងឬក៏ស្គាល់មនុស្សបែប dogmatic គឺជាអ្វីដែរឬទេមនុស្សបែប dogmatic គឺជាមនុស្សដែលជឿជាក់ទៅលើអ្វីមួយយ៉ាងងងឹតងងុលដោយមិនព្រមទទួលយកភ័ស្តុតាងថ្មីៗនោះទេបងប្អូនសាកគិតមើលថាតើបងប្អូនធ្លាប់ជួបមនុស្សដែលតែងតែនិយាយថាខ្ញុំប្រកាសណាស់រឿងនឹងវានឹងកើតអញ្ចឹងប៉ុន្តែចុងក្រោយអ្វីដែលគាត់បានប្រកាសជឿជាក់ទៅលើខ្លួនឯងនោះវាបែរជាបរាជ័យរហូតទៅវិញនៅពេលដែលមនុស្សជឿជាក់ទៅលើខ្លួនឯង 100% ពេកនោះពួកគេនឹងលែងត្រៀមខ្លួនសម្រាប់ Plan B របស់ពួកគេទៀតហើយពួកគេនឹងលែងបើកចិត្តទទួលយកព័ត៌មានថ្មីៗហើយនៅពេលដែលពិភពលោកផ្លាស់ប្ដូរលឿនពួកគេនឹងបរាជ័យលឿនដូចគ្នាដែរភាពច្បាស់លាស់ 100% គឺមិនមែនជាសញ្ញានៃភាពឆ្លាតវៃនោះទេតែវាគឺជាសញ្ញានៃការបិទបាំងខ្លួនឯងពីការពិតច្រើនជាងទៅវិញនោះទេវាធ្វើឲ្យយើងងងឹតងងុលហើយបាត់បង់សមត្ថភាពក្នុងការសម្របខ្លួនរបស់យើងទៅវិញនោះទេតើដំណោះស្រាយទៅលើបញ្ហានេះគឺជាអ្វីដំណោះស្រាយគឺយើងត្រូវតែគ្រប់គ្រងការធ្វើទូទៅរបស់យើងដោយភាពបត់បែនហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើបច្ចុប្បន្នភាពវានៅពេលដែលភស្តុតាងថ្មីបានលេចឡើងនេះហើយគឺជាការគិតបែប probability ដែលយើងហៅវាថា probability thinking វាគឺជាលក្ខណៈពិសេសរបស់មនុស្សដែលមានគំនិតបែបប្រព័ន្ធប៉ុន្តែតើវានឹងដំណើរការបានយ៉ាងដូចម្តេចជំនួសឲ្យការនិយាយថាខ្ញុំប្រកាសថាអាជីវកម្មនេះនឹងជោគជ័យយើងគួរគិតបែប probability វិញយើងគួរនិយាយថាខ្ញុំជឿថាវានឹងមានឱកាស 80% ដែលនឹងជោគជ័យប៉ុន្តែខ្ញុំត្រៀមខ្លួនក្នុងការកែតម្រូវយុទ្ធសាស្ត្រនេះបើទិន្នន័យថ្មីៗបង្ហាញថាខ្ញុំខុសការគិតបែបនេះអនុញ្ញាតឲ្យយើងឆ្ពោះទៅមុខដោយមានទំនុកចិត្តប៉ុន្តែមិនងងឹតងងុលដោយសារភាពច្បាស់លាស់คล้ายៗរបស់យើងនោះទេវាជួយឲ្យគំរូផ្លូវចិត្តរបស់យើងនៅតែមានប្រយោជន៍និងត្រឹមត្រូវទោះបីជាពិភពលោកនេះផ្លាស់ប្ដូរយ៉ាងលឿនក៏ដោយបងប្អូនពិភពលោកនេះមិនមែនជាសម័យកាលគណិតវិទ្យានោះទេវាពោរពេញទៅដោយភាពមិនច្បាស់លាស់ហើយនឹង probability ចូលបងប្អូនឈប់ស្វែងរកភាពច្បាស់លាស់ 100% ដែលវាមិនអាចមាននៅក្នុងពិភពលោកពិតនេះចូលបងប្អូនហ្វឹកហាត់ការគ្រប់គ្រងលើជំនឿរបស់បងប្អូនដោយភាពបត់បែនចូលចាត់ទុកគំនិតរបស់បងប្អូនជាសមិទ្ធកម្មដែលត្រៀមខ្លួនជាស្រេចដើម្បីធ្វើបច្ចុប្បន្នភាពរបស់វាជានិច្ចនៅពេលដែលបងប្អូនអាចធ្វើបានដូច្នេះបងប្អូននឹងមានភាពច្បាស់លាស់ខាងផ្លូវបញ្ញាបងប្អូននឹងលែងភ័យខ្លាចនឹងការខុសហើយបងប្អូននឹងអាចឆ្ពោះទៅមុខដោយទំនុកចិត្តពិតប្រាកដមិនមែនជាទំនុកចិត្តคล้ายៗនៃភាពច្បាស់លាស់ 100% នោះទេបងប្អូនត្រូវคล้ายខ្លួនឯងទៅជាអ្នកគិតបែបប្រព័ន្ធដែលអាចបត់បែនបានតាមការផ្លាស់ប្ដូរនៃពិភពលោកមួយនេះ